ប្រព័ន្ធមីស៊ីល LGLAS 9K 338គឺជាប្រភេទអាវុធការពារដែនអាកាសចល័តស្ពាយលើស្មើមែនភេទចំនួនខ្ពស់របស់រុស្ស៊ីដែលត្រូវបានគេទទួលស្គាល់ថាជាអាវុធដែលមានប្រសិទ្ធភាពខ្លាំងក្នុងការកំទេចគោលដៅដែលហោះហើរទាបៗសម្រាប់កម្ពុជានេះគឺជាអាវុធយុទ្ធសាស្ត្រដ៏ស័ក្តិសមបំផុតមួយខាងក្រោមនេះគឺជាព័ត៌មានលម្អិតនិងមូលហេតុដែលវាស័ក្តិសមនឹងកម្ពុជា1លក្ខណៈបច្ចេកទេសសំខាន់សមត្ថភាពបាញ់អាចបាញ់កំទេចគោលដៅក្នុងចម្ងាយរហូតដល់6គីឡូម៉ែត្រនិងរយៈកម្ពស់ចាប់ពី10ម៉ែត្ររហូតដល់ 3.5 គីឡូម៉ែត្រក្បាលគ្រាប់នាំផ្លូវប្រើប្រាស់ប្រព័ន្ធស្វែងរកកម្ដៅដែលមានសមត្ថភាពខ្ពស់ក្នុងការបែងចែករវាងគោលដៅពិតនិងគោលដៅបញ្ឆោតរបស់សត្រូវទម្ងន់មានទម្ងន់ស្រាលប្រហែល11គីឡូក្រាមសម្រាប់គ្រាប់មីស៊ីលដែលងាយស្រួលឲ្យទាហានម្នាក់ឯងស្ពាយនឹងធ្វើការបាញ់បានយ៉ាងរហ័ស2ហេតុអ្វីបានជាវាស័ក្តិសមជាមួយនឹងកម្ពុជាភូមិសាស្ត្រព្រៃភ្នំកម្ពុជាមានតំបន់ព្រៃភ្នំជាច្រើនតាមបណ្ដោយបន្ទាត់ព្រំដែន LGLAS អនុញ្ញាតឲ្យកងទ័ពថ្មើរជើងលាក់ខ្លួនក្នុងព្រៃហើយបាញ់ឆ្មក់លើអធម្មភាគចក្រឬយន្តហោះចម្បាំងសត្រូវដែលហោះទាបៗបានយ៉ាងមានប្រសិទ្ធភាពការប្រើប្រាស់ងាយស្រួលកងទ័ពកម្ពុជាមានបទពិសោធន៍យូរអង្វែងជាមួយនឹងអាវុធត្រកូល LGLA ចំនួនមុនដូចជា LGLA1 ដូច្នេះការបណ្ដុះបណ្ដាលលើ model LGLAS នេះនឹងមិនចំណាយពេលយូរឡើយតម្លៃនិងការថែទាំប្រៀបធៀបនឹងប្រព័ន្ធការពារអាវុធធុនធ្ងន់ LGLAS មានតម្លៃទាបជាងប៉ុន្តែអាចផ្ដល់ការការពារបានយ៉ាងល្អសម្រាប់អង្គភាពថ្មើរជើងនិងក្បួនរថយន្តសមត្ថភាពប្រឆាំងដ្រូនក្នុងសង្គ្រាមសម័យថ្មីការប្រើប្រាស់ដ្រូនតូចៗមានការកើនឡើង LGLAS ត្រូវបានគេកែច្នៃឲ្យមានភាពស្ក្រេតខ្ពស់ដែលអាចបាញ់ទម្លាក់ដ្រូនឬមីស៊ីល Cross 3យុទ្ធសាស្ត្រការពារអាកាសសម្រាប់កម្ពុជាប្រសិនបើកម្ពុជាបំពាក់ LGLAS ក្នុងចំនួនច្រើនវាអាចបង្កើតជាសំណាញ់ការពារអាកាសកម្រិតទាបដែលធ្វើឲ្យយន្តហោះសត្រូវមិនហ៊ានហោះចូលក្បែរតំបន់សមរភូមិឡើយព្រោះពួកគេមិនដឹងថាទាហានដែលស្ពាយមីស៊ីលនេះកំពុងលាក់ពួននៅកន្លែងណានោះទេ